បងប្អូនហើយភ្លៀងស្រេចបែបនេះលាយឡំជាមួយនឹងបរិយាកាសបែបធម្មជាតិបែបស្រុកស្រែណាហើយបើបានបុកល្ហុងមកថាសអីគ្នា4 5នាក់អីនិយាយរឿងក្នុងចិត្តអីនិយាយពីជាតិពុកម៉ែបងប្អូនអរគ្នាណែហើយនេះគឺជាទស្សនវិជ្ជានៅបុកល្ហុងចុងថ្នោតរដងទៅអត់ចំមេឃភ្លៀងទេប៉ុន្តែថ្ងៃនេះគឺថាចំមេឃភ្លៀងគឺថាអារម្មណ៍ទទួលបានប្លែកមួយទៀតពុកម៉ែបងប្អូនអរគ្នាណែកុំគិតអីប្រេះប្រាស់ណានៅនេះគេធានាសុវត្ថិភាពឲ្យកុំភ័យអីសោះហើយបន្ទាប់ពីយើងធ្វើការញ៉ាំបុកល្ហុងអីណែកុំភ្លេចណែមច្ឆាគេក៏រសជាតិឆ្ងាញ់ដែរពុកម៉ែបងប្អូនអរគ្នាណែថ្ងៃអាទិត្យនេះពុកម៉ែបងប្អូនយើងទៅបុណ្យតាខិននៅភ្នំដាមកវិញច្រើនដែរហ្នឹងណាពុកម៉ែបងប្អូនអរគ្នាគឺគាត់ទៅនៅបុកល្ហុងចុងថ្នោតទៅឲ្យស្គាល់បុកល្ហុងចុងថ្នោតគេមើលលើតែក្មេងៗនិយាយក្មួយនិយាយហ្នឹងអ៊ំចាស់គាត់មកគាត់សប្បាយចិត្តមែនតើទោះបីពេលខ្លះមកទៅរៀងចង្អៀតបន្តិចមែនតែមិនជាបញ្ហាទេបាទឃើញទេគឺថាមកទាំងឡានតែម្ដងគឺថាដូចចង្ហែចក្កិនចូលនៅបុកល្ហុងចុងថ្នោតចឹងឯងអញ្ចឹងយើងក្មេងៗបន្តិចអត់ទាន់បានស្គាល់បុកល្ហុងចុងថ្នោតណាអាចមករ៉េតនៅហ្នឹងក៏បានដែរនិយាយវិទេសភាពញ៉ាសាច់តែម្ដងហើយតិចទៀតហ្នឹងបនអ៊ំទូកទៀតពុកម៉ែបងប្អូនតើណាឆ្ងាយលោកអើយមើលតាទូកគេអ៊ំនៅវត្តកោះបុកល្ហុងនៅចិត្តនេះឯងនិយាយពីមើលទូកហើយនិយាយពីបានបុកល្ហុងនិយាយពីញាក់សាច់រួចមានបងប្អូនខ្លះទៀតគាត់ឆ្ងល់ថាថ្ងៃអាទិត្យឡើងពូនេះខ្មៅទៅដល់ថ្ងៃអាទិត្យឡើងពូនេះខ្មៅទៅដល់រួចអីមិញទៅដល់អាម៉េចបើបុកល្ហុងឥឡូវគេដាក់ស្នេហ៍ហ្នឹងដាក់ស្នេហ៍ខ្ញុំឡើងជាប់តែម្ដងគឺថាអត់តែថ្ងៃអាទិត្យឡើងគឺដេកសម័យតែបុកល្ហុងចុងថ្នោតបុកល្ហុងចុងថ្នោតពុកម៉ែបងប្អូនថាទៅម្ដងញ៉ាត់ជាប់ស្នេហ៍ដូចខ្ញុំហើយបើមិនទាន់ស្គាល់ទេអាចទៅជាប់ស្នេហ៍បានខ្ញុំចូលចិត្តជាប់ស្នេហ៍នៅហ្នឹងកុំឲ្យតែជាប់ស្នេហ៍ទៅក្រៅប្រទេសអីគ្មានលុយទៅទេលោកអើយជាប់ស្នេហ៍ត្រឹមបុកល្ហុងចុងថ្នោតស្រុកអង្គរបរិយអីបានហើយត្រឹមតាកែវហ្នឹងនិយាយពីថាជាប់ស្នេហ៍ហ្នឹងក៏បានដែរព្រោះក្មួយហ្នឹងស្អាតហើយនៅបុកល្ហុងចុងថ្នោតណាតម្លៃគឺថានិយាយឲ្យអស់ទៅគឺថាធូរថ្លៃមែនតើពុកម៉ែបងប្អូនហើយពីមន់មួយអីហូបគ្នា4 5នាក់ហូបអស់ទេមិនមែនថាមន់គេអត់ឆ្ងាញ់ទេមន់គេឆ្ងាញ់ជាតិនិយាយទៅមន់ហ្នឹងបើខ្ញុំអត់នេះគេហៅថាអត់ញ៉ាំបាយញ៉ាំតែមន់និយាយពីថាដាក់តតែខ្ទេចយោមិនត្រឹមតែមានតែមន់តែប៉ុណ្ណោះទេមានតាំងកង្កែបអាំងមានតាំងតឡនតនឥឡូវថែមគេហៅថាមជូរមួយទៀតបាទមកទូគេដាក់នៅក្រោមនឹងម៉ែបងប្អូនណែពុកម៉ែបងប្អូនអាចកំងមកហូបអីក៏មានដែរមិនមែនត្រឹមតែមានតែប៉ុណ្្នឹងទេមួយទៀតពុកម៉ែបងប្អូនភីហ្សាគេក៏មានដែរគេដុតឆ្ងាញ់ថ្មីហើយជាភីហ្សារបស់ខ្មែរសតបាទគឺរសជាតិញាក់សាច់តែម្ដងពុកម៉ែបងប្អូនចង់សាករសជាតិមេនុយថ្មីកាហ្វេលាយជាមួយនឹងម៉ាឆាយើងអាចដាក់ចូលគ្នាមកក្លុកជាមួយគ្នាមកនិយាយពីជាតិមួយយ៉ាងដែរពុកម៉ែបងប្អូនគ្នាយើងធ្លាប់តែផឹកអីគេម៉ាឆាសតចឹងណាហើយកាហ្វេសតចឹងហើយបើយើងមកដាក់លាយគ្នាយកមកក្លុកចូលគ្នានិយាយពីរសជាតិញាក់តែម្ដងបងប្អូនបានបរិយាកាសភ្លៀងស្រិចចេះនិយាយទៅដេតជាមួយនឹងសក់វែនក្មួយអីនិយាយពីអូញាក់សាច់ពុកម៉ែបងប្អូនហើយណែនេះជាអារម្មណ៍ពិតរបស់ពូឌីខ្មៅដែរទៅជួបប្រទះនៃទស្សនវិជ្ជាលើកទី1និយាយពីសម័យនឹកស្រុកនឹកស្រែកាលនៅក្មេងៗមើលគោមើលក្របីនិយាយទៅចេះសម័យចេះតែនឹកឃើញចេះទៅអើយអញ្ចឹងមកថាពុកម៉ែបងប្អូនណាអត់តន់ស្គាល់បុកល្ហុងចុងថ្នោតទេថាគេមានអីខ្លះមិនក៏ល្បីមែននៅនឹងមានអីគេពិសេសមែនបានចេះតែពូនេះខ្មៅតែហ្នឹងអាចទៅខ្លួនឯងអាចដឹងឥឡូវគាត់ដាក់ខររូបមួយទៀតឯណាអភិរក្សថែរក្សាអភិវឌ្ឍអភិរមទៀតណាមានន័យថាគាត់លើកដង្កើងន័យថាចូលរួមអភិរក្សនៃរបស់ដែលខ្មែរមានដូចដើមថ្នោតអីចឹងណាចឹងពុកម៉ែបងប្អូនគួរទៅសាកទៅគ្រប់គ្រងផលិតផលរបស់ខ្មែរគុំទៅគ្រប់គ្រងផលិតផលជាពិសេសគឺរបស់ស៊ីមគុំក៏មិនសោះនិយាយទៅយើងចូលរួមលើកស្ទួយទេសចរនៅក្នុងស្រុកទាំងអស់គ្នាគឺផ្ដើមចេញពីយើងទាំងអស់គ្នាពុកម៉ែបងប្អូនទាំងគ្នាគឺខ្ញុំដូចធ្លាប់និយាយដែរគឺថាទេសចរតែនៅស្រុកខ្មែរតែណាអស់លោកអើយចឹងអរគុណសម្រាប់បងប្អូនទស្សនាវីដេអូពូនេះខ្មៅថ្ងៃនេះរៀងវែងតិចទេដោយសារចង់ឲ្យបងប្អូនដែលមិនទាន់ស្គាល់គឺទៅស្គាល់ឲ្យហើយទៅមិនទាន់បនអ៊ំទូកនេះគេមានការឈប់សម្រាកចឹងអរគុណបាយ